បញ្ចុះបញ្ចូលបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ឲ្យរួមគ្នាជាមួយនឹងចិនដើម្បីជំនះនយោបាយដំឡើងពន្ធធ្ងន់ធ្ងររបស់រដ្ឋបាលអាមេរិកមេដឹកនាំចិនលោកស៊ីជីនពីងកាលពីថ្ងៃប្រហ័សទី22ឧសភាបានអំពាវនាវឲ្យបារាំងរួមគ្នាជាមួយនឹងចិនដើម្បីថែរក្សាច្បាប់ទម្លាប់ធ្វើពាណិជ្ជកម្មអន្តរជាតិហើយនឹងអនុវត្តគោលការណ៍ពហុភាគីនិយមយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទលោកស៊ីជីនពីងបាននិយាយប្រាប់ប្រធានាធិបតីបារាំងថាចិនគឺត្រៀមខ្លួនរួចហើយដើម្បីចាប់ដៃធ្វើការរួមគ្នាជាមួយនឹងអឺរ៉ុបនៅចំពោះមុខវិបត្តិសកលពលគឺធ្វើយ៉ាងណាឲ្យភាគីទាំងសងខាងបានទទួលប្រយោជន៍ដូចគ្នាឆ្លើយតបទៅមេដឹកនាំចិនលោកម៉ាក្រុងបញ្ជាក់ថាបារាំងមានឆន្ទៈបន្តកសាងទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំជាមួយនឹងមហាអំណាចចិនក៏ប៉ុន្តែយ៉ាងណាក៏ដោយបារាំងនៅតែសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រកួតប្រជែងយ៉ាងស្មើភាពគ្នារវាងភាគីទាំងពីរបារាំងហើយនិងចិនលោកម៉ាក្រុងបានបញ្ជាក់បន្ថែមថាបារាំងរីករាយនឹងទទួលស្វាគមន៍ក្រុមហ៊ុនចិនឲ្យវិនិយោគនៅបារាំងក៏ប៉ុន្តែជាមួយគ្នាក្រុមហ៊ុនបារាំងក៏ត្រូវតែទទួលបាននូវលក្ខខណ្ឌប្រកួតប្រជែងដោយស្មើភាពគ្នានៅប្រទេសចិនដែរនៅត្រង់ចំណុចនេះប្រធានាធិបតីបារាំងបានលើកឡើងពីជំហររបស់បារាំងដែលចង់ដោះស្រាយបញ្ចប់វិវាទជាមួយនឹងចិនពលគឺនៅបន្ទាប់ពីអាញាធរចិនបានបើកការស៊ើបអង្កេតទៅលើស្រាកលញាក់របស់បារាំងទាក់ទងទៅនឹងការប្រកួតប្រជែងមិនស្មោះត្រង់គួររំលឹកបន្តិចឡើងវិញថាកាលពីខែតុលាឆ្នាំមុនក្រសួងវិទ្យាកម្មចិនបានចេញបញ្ជាឲ្យក្រុមហ៊ុននាំចូលស្រាខ្លាំងរបស់អឺរ៉ុបប្រភេទ Brandy ដែលនៅក្នុងនោះភាគច្រើនគឺជាស្រាកលញាក់របស់បារាំងត្រូវតែបង់ប្រាក់ធានាដែលស្មើទៅនឹងតម្លៃពន្ធនាំចូលស្រាទៅប្រទេសចិនយោងតាមលិខិតរបស់ក្រសួងវិទ្យាកម្មចិនកាលនោះប្រាក់តម្កល់គឺនឹងត្រូវអាជ្ញាធរពន្ធដារចិនដកយកតែម្ដងប្រសិនបើរដ្ឋាភិបាលចិនសម្រេចជាផ្លូវការថានឹងបន្ថែមពន្ធនាំចូលទៅលើស្រាខ្លាំងអឺរ៉ុបនៅក្នុងករណីដែលគេរកឃើញថាមានការប្រកួតប្រជែងមិនស្មោះត្រង់បើការស៊ើបអង្កេតទៅលើស្រាខ្លាំងអឺរ៉ុបប្រភេទ Brandy តាក់ទងទៅនឹងការប្រកួតប្រជែងមិនស្មោះត្រង់នេះតាមពិតគឺគ្រាន់តែជាលេសរបស់ចិនដែលគម្រាមចង់ដំឡើងពន្ធទៅលើស្រាខ្លាំងអឺរ៉ុបដើម្បីសងសឹកទៅនឹងអឺរ៉ុបដែលបានសម្រេចដំឡើងពន្ធចំនួន 35% ទៅលើរថយន្តអគ្គិសនីនាំចូលពីចិនយ៉ាងណាក៏ដោយគឺក្រុមហ៊ុនផ្លាត់ស្រាកលញាក់របស់បារាំងដែលរងប៉ះពាល់ខ្លាំងជាងគេពីព្រោះថានៅក្នុងចំណោមស្រាខ្លាំងរបស់អឺរ៉ុបនាំចូលទៅចិននោះជាង 95% គឺជាស្រាកលញាក់របស់បារាំងចិននេះគឺជាទីផ្សារធំទី2របស់ផលិតផលស្រាកលញាក់បារាំងជាមួយនឹងទំហំទឹកប្រាក់ 1,400 លានអឺរ៉ូនៅខែមេសាកន្លងទៅចិនគឺបានពន្យាពេលការស៊ើបអង្កេតរបស់ខ្លួនដើម្បីបន្ធូរដង្ហើមដករបស់ក្រុមហ៊ុនស្រាអឺរ៉ុបពលគឺមុននឹងសម្រេចដំឡើងពន្ធមែនទែននៅក្នុងករណីដែលអឺរ៉ុបដែលមានបារាំងជាសមាជិកនោះមិនព្រមធ្វើសម្បទានហើយនៅតែដំឡើងពន្ធទៅលើរថយន្តអគ្គិសនីចិន